สวัสดีทุกคนก็คือคลิปวิดีโอนี้ผมอาจจะไม่ได้เล่นเกมนะผมอาจจะมารีวิวปืนว่าใช้อันไหนดีอันไหนไม่ดีเนาะอาจจะทำการรีวิวนานนิดหนึ่งนะอาจจะใช้เวลาเยอะนิดหนึ่งจังคือยมวิดีโอนี้คือยมmột bàn màu lên game thế nó nàyคือยม màu ធ្វើការ review ជាមួយនឹងปืนនេះយើង review ជាមួយនឹងកំភ្លើងហ្នឹងហើយចឹងទី1មាន MP7 ហើយទី2មាន M4A1 ទី3មានOregon 11 12ทุกคน Oregon 12ណាអ្នកនរគ្នាហើយមាននឹង AK47 ជាមួយនឹង M700 ជាមួយនឹង Scar អ្នកនរគ្នាហើយកំភ្លើងមួយនេះគឺចឹងគឺខ្ញុំធ្វើការ review ជាមួយនឹង5កំភ្លើងអ្នកនរគ្នាហ្នឹងហើយចឹងយើងកុំឲ្យខាតពេលយូរខ្ញុំចូលមកដូរវគ្គសិនចឹងកន្លែងនេះគឺកន្លែងជួយរែងទេណាយើងចយជាមួយគេដែលកណ្ដាលថាយើងដាក់រែងទៅគឺយើងបាន skin កំភ្លើងមកហ្នឹងណានេះអូខេចឹងខ្ញុំចូលជាមួយនឹងវគ្គហាត់សមនេះណានេះអូខេចុយច្រឡំចុយ sorry ណា sorry យ៉ាអូខេចឹងទី1គឺ MP7 ណានេះណានេះកណ្ដុងទី1យើងដាក់កណ្ដុងនេះណានេះសេលេនមានអីត្រឹមត្រូវដែរចឹងខ្ញុំអាចប្រើជាមួយនឹងសេលេនមួយនេះដល់ល្អជាងណានេះអូខេអញ្ចឹងខ្ញុំ review តាំងពីដើមអ្នកនេះខ្ញុំ review របស់បែបថាធម្មតាសិនបែប original gun ណាអ្នកនេះហ្នឹងហើយ original gun រហូតដល់របស់តែងអ្នកនេះចង់ដឹងថាយើងបាញ់រយៈកដាលគឺវាមិនខ្លះអញ្ចឹងណានេះហ្នឹងហើយអញ្ចឹង original gun យើងគឺបានហើយអ្នកនេះខ្ញុំឲ្យមើលអ្នកនេះឲ្យមើលបន្តិចនេះ original gun របស់យើងហ្នឹងហើយអូខេអញ្ចឹងបាញ់ចម្ងាយចិត្តបែបនេះក្បាលបាន23នេះចម្ងាយបែបនេះចឹង19ចម្ងាយ20 ម៉ែត្រយើងបាញ់បាន16នេះចម្ងាយ20 ម៉ែត្រយើងបាញ់បាន16នេះដឺម៉ែកអញ្ចឹងកំភ្លើងប្រភេទ SMG អញ្ចឹងគឺវាបាញ់មិនបានឆ្ងាយណាទេនេះជាប្រភេទកម្លាំងរបស់វាគឺអាចត្រឹម20 ម៉ែត្រអីហ្នឹងហើយនេះបន្ទាប់មកខ្ញុំតែងជាមួយនឹងចឹងកំភ្លើងម្ដងនេះខ្ញុំអាចនឹង review មកវីដេអូនេះអាចវែងដែរណានេះចឹងខ្ញុំតែងជាមួយនឹងនេះវិញនេះគឺកណ្ដុងយើងដាក់មិញណានេះកណ្ដុងយើងដាក់មិញហើយបន្ទាប់មកខ្ញុំដូរដាក់កណ្ដុងទី2ចឹងយើងប្រើជាប្រភេទកណ្ដុងចឹងកណ្ដុងនេះមិញ20ជាងណាលើខ្ញុំបាញ់មួយសារទៀតនេះបាន22ណានេះអូខេចឹង16ដែរណានេះបន្ទាប់មកកំភ្លើងខ្ញុំដាក់កណ្ដុងជាមួយនឹងកណ្ដុងនេះណានេះអាចជាប្រភេទ silent អញ្ចឹងគុណសម្បត្តិរបស់វានេះគឺនឹងជាងមុនអ្នកនេះអញ្ចឹងអានេះគឺនឹងជាងមុនវាមានលំនឹងអញ្ចឹងណាឃើញអត់ដល់ពេលដែលយើងចុចរៀងញាប់ទៅខ្ញុំមិនដឹងមើលអូខេអញ្ចឹងគឺវាមានលំនឹងអ្នកនេះមានលំនឹងអញ្ចឹងណាអូខេអានេះងាកឆ្វេងងាកស្ដាំគឺវាទាញទៅឆ្វេងទាញទៅស្ដាំអ្នកនេះអូខេអញ្ចឹងបន្តមកទាញមកឆ្វេងមកស្ដាំអញ្ចឹងគឺខ្ញុំដូរដាក់ជាមួយនឹង silent មួយណាល្អទេអ្នកនេះអើយអញ្ចឹងខ្ញុំជ្រើសរើសប្រើជាមួយនឹង silent មួយហ្នឹងអ្នកនេះហើយកណ្ដុងរបស់វាគឺខ្ញុំប្រើជាមួយនឹងមួយនេះហើយជាមួយនឹងដងចាប់អ្នកនេះដងចាប់គឺខ្ញុំប្រើជាមួយនឹងAD speed អានេះ recall control ជាមួយនឹង Hefry Corey អូខេ Richie ណានេះចឹងខ្ញុំប្រើជាមួយនឹងពណ៌ខៀវរៀងច្រើនបន្តិចណានេះអាចជានឹងល្អ
ហើយបន្តមកជាមួយនឹង scope គឺខ្ញុំដាក់ជាមួយនឹង scope គុណ2ចោះនេះ scope គុណ2ហើយជាមួយនឹង band tie របស់វាគឺខ្ញុំប្រើជាមួយនឹងមួយនេះចោះ AD speed ហ្នឹងគឺបានន័យថាយើង zoom លឿនជាងមុនចឹងណាហើយ magazine នេះគឺខ្ញុំប្រើជាមួយនឹងអានេះគឺ60គ្រាប់នេះអានេះ45គ្រាប់អូខេអញ្ចឹងវាមានល្បឿនរបស់វាដែរណានេះអញ្ចឹងខ្ញុំធ្វើការប្រើជាមួយនឹងអានេះអូបែបថា movement speed វាដកខ្លាំងពេកណានេះអញ្ចឹងគ្រាប់កំភ្លើងយើងវាហោះយឺតពេកអញ្ចឹងគឺយើងបាញ់ភាគច្រើនយើងបាញ់អត់ទាន់គេទេអញ្ចឹងខ្ញុំអាចប្រើជាមួយនឹង magazine 30គ្រាប់មិនដែលទេណានេះអញ្ចឹងអូខេរៀងធាក់បន្តិចណានេះអូធាក់កំភ្លើងនេះធាក់ខ្លាំងមែនតើអញ្ចឹងខ្ញុំធ្វើការដូរដាក់ magazine 60គ្រាប់អញ្ចឹងអូខេហើយ band tie របស់វាគឺខ្ញុំយកប្រើទី3នេះមើលនេះជាមួយចង់ដឹងថាវាធាក់អត់លេងហ្គេមសំខាន់បំផុតគឺកម្លាំងធាក់ហ្នឹងឯងនេះកំភ្លើងគឺតាកាលណាធាក់គឺចប់ហើយធាក់ខ្លាំងពេកគឺតាវបាញ់អត់ឈ្នះគេទេព្រោះយើងវាអត់ចំគោលដៅយើងបាញ់ទៅកំភ្លើងវាទៅលិចទៅកើតអីចឹងវាយើងវាពិបាកតារងដែរណានេះអញ្ចឹងខ្ញុំដូរដាក់កណ្ដុងធម្មតាវិញអូខេអូខេអញ្ចឹងបន្តមកខ្ញុំប្រើជាមួយនឹងនេះគឺជា M4A1 របស់ខ្ញុំនេះ M4A1 របស់ខ្ញុំគឺខ្ញុំអាចតែង band tie ក្រោយនេះបានអញ្ចឹងខ្ញុំសាកដាក់អាហ្នឹងមួយមើលអូខេមានន័យថានេះ M4A1 គឺយើងប៉ុណ្ណឹងគឺអាចល្មមប្រើការបានទេនេះហើយជាមួយនឹងអញ្ចឹងខ្ញុំ review បាន2ណានេះខ្ញុំ review បាន2កំភ្លើងហើយអញ្ចឹងOrigan របស់យើងណានេះអញ្ចឹងOrigan របស់ខ្ញុំគឺខ្ញុំយកអញ្ចឹងអូខេអញ្ចឹងOrigan យើងក៏អូខេដែរណានេះគឺអាចប្រើបានមួយអែមហ្មងអូខេអញ្ចឹង3កំភ្លើងណានេះអញ្ចឹងយើងបាញ់ជាមួយនឹង robot ទេបន្តមក AK47 ណានេះ AK47 អូខេ AK47 របស់យើងក៏អែមស្រែមដែរណាហើយបន្តមកជាមួយនឹងកំភ្លើងមួយទៀតគឺ sniper របស់យើងណានេះ Ska này thôiខ្ញុំសន្យាមកនឹងគឺ Ska អូខេ Ska យើងក៏អែមស្រែមដែរណាអញ្ចឹងគឺយើងនៅខ្វះរបស់តែងតិចទៀតហាអញ្ចឹងខ្ញុំចូលមើលរបស់តែងសិននេះមានកណ្ដុងដែរនេះណាខ្ញុំជ្រើសប្រើជាមួយនឹងកណ្ដុងមួយនេះវិញកំភ្លើងមួយណាក៏ដូចមួយណាដែរណានេះបើសិនជាយើងកុំឲ្យថាមានកម្លាំងធាក់សោះគឺអត់មានទេណានេះគឺវាត្រូវតែរំកើដោយសារតែជាប្រភេទរំសេវផ្ទុះអញ្ចឹងណានេះអីយខ្លាំងហេចឹងវាជាប្រភេទរំសេវផ្ទុះអញ្ចឹងគឺនេះដែរណានេះគឺយើងត្រូវតែទទួលយករឿងហ្នឹងណានេះទទួលយករឿងរំសេវផ្ទុះហ្នឹងគឺវាតែងតែមានកម្លាំងធាក់អញ្ចឹងហើយអូខេអញ្ចឹងខ្ញុំចេញទៅវិញណានេះអញ្ចឹងគឺខ្ញុំចេញពីកន្លែងវាហាត់សមយើងបាញ់ robot អញ្ចឹងណាអូខេตอนนี้เราก็กลับมาอยู่ในรูบีของเราเหมือนเดิมเนาะงั้นก็ตามคำสัญญานะทุกคนผมไม่ได้เล่นให้ทุกคนดูนะไม่ได้เป็นเกมเพลย์นะผมมาลองปืนเฉยๆถ้างั้นก็
อตัวลาไปก่อนนะทุกคนเดี๋ยวเจอกันคลิปหน้านะไม่นานเดี๋ยวอาจจะวันพรุ่งนี้นะเพราะว่าวันพรุ่งนี้ตอนเย็นผมอาจจะกลับมาทำเป็นเกมเพลย์เหมือนเดิมถ้าไม่งั้นก็ตอนเที่ยงแต่เวลาที่ผมอัพโหลดได้ก็คืออาจจะ8 โมงนะ8 โมงเช้าตอนที่ผมเสร็จงานกวาดขยะเสร็จเรียบร้อยผมก็เลิกงานนะผมเลิกงานแล้วก็ผมก็มานั่งอัพโหลดคลิปให้ทุกคนดูเลยก็แค่นั้นนะทุกคนแล้วถ้าทุกคนแบบมีไอเดียดีๆเขาเรียกว่าไอเดียดีๆไอเดียดีๆความคิดดีๆอะไรเงี้ยทุกคนก็สามารถคอมเมนต์มาได้นะเป็นตัวอักษรก็ได้เป็นแชทบอยก็ได้นะบอกว่าปืนอย่างงี้เขาต้องแต่งแบบเนี้ยปืนอย่างงี้เขาต้องแต่งแบบเนี้ยผมอาจจะลองเอาเอาลองเอาความคิดของทุกคนน่ะเอามาทำเป็นคลิปวิดีโอให้ดูเลยแบบผมก็จะใส่ชื่อช่องของทุกคนเลยนะว่าช่องคนนี้เขาบอกแต่งปืนยังไงดีแต่แต่งปืนยังไงดีทุกคนก็จะมีฝีมือรวมกับผมด้วยนะโอเคถ้างั้นก็แต่สำหรับผมแล้วผมมีไอเดียของผมติดตัวอยู่แล้วแต่ทุกคนมีไอเดียใหม่ๆอะไรก็สามารถแนะนำกันได้นะผมไม่ได้ว่าอะไรเลยนะไม่ได้ว่าอะไรเลยก็คือสามารถแนะนำผมมาได้ผมก็จะทำให้ดูนะงั้นก็คลิปวิดีโอนี้ก็จะมีแค่นั้นเนี่ยเดี๋ยวเรากลับเจอกันอีกคลิปหน้านะบ๊ายบาย